សរុបមកវិញពេលដែលយើងដឹងថា get audience យើងច្បាស់វាផ្ដល់ឲ្យនៅ5ចំណុចនេះដែលជួយឲ្យការផ្សព្វផ្សាយរបស់យើងនឹងគឺវាមានប្រសិទ្ធភាពខ្ពស់ទី1គឺយើងដឹងថាតើផលិតផលណាយើងយកទៅផ្សាយឬក៏មុខងារ function feature ណាដែលយើងយកទៅផ្សាយក្នុងការផ្សព្វផ្សាយមួយហ្នឹងទី2យើងដឹងថាតើគួរដាក់ key message អីខ្លះដែលវាចាក់ដោតចំអតិថិជនគោលដៅរបស់យើងទី3យើងដឹងថាតើយើងគួរប្រើ element អីខ្លះ style ឬក៏ tone របៀបម៉េចនៅក្នុងការផ្សព្វផ្សាយរបស់យើងព្រោះយើងដឹងច្បាស់ថាតើអតិថិជនគោលដៅយើងគាត់ចូលចិត្តអីមនុស្សរបៀបម៉េច style របៀបម៉េចទី4គឺយើងដឹងថាគួរផ្សាយកន្លែងណាល្អឃើញទេបាទគួរផ្សាយកន្លែងណាល្អព្រោះយើងដឹងថាអតិថិជនគោលដៅរបស់យើងនៅកន្លែងណាគាត់នៅ digital នៅកន្លែងណាបើនៅ offline គាត់នៅកន្លែងណាទី5គឺយើងដឹងថាផ្សាយពេលណាល្អព្រោះភ្ញៀវរបស់យើងមិនមែនគាត់មកមើលឬក៏គាត់មកលេងឬក៏គាត់ទៅកន្លែងដែលយើងផ្សាយហ្នឹងគ្រប់ពេលទេមិនអញ្ចឹងហ្នឹងអញ្ចឹងពេលដែលយើងដឹងច្បាស់ថាគាត់ជាអ្នកណាយើងដឹងថាគួរផ្សាយនៅពេលណាល្អដែរណាអញ្ចឹងអានឹងសរុបចំណុចទាំង5ប្រយោជន៍ទាំង5ដែលពេលដែលយើងដឹងថា get audience ច្បាស់គឺវាជួយឲ្យការផ្សព្វផ្សាយរបស់យើងវាមានប្រសិទ្ធភាពរបៀបហ្នឹងណា